លើកទី1ក្នុងឆាកជីវិតរបស់ខ្ញុំឯងបងប្អូនដែលបានមកមើលគេហៅអ្នកតានៅប្រទេសចិននេះហាគឺពិតជាប្លែកភ្នែកប្លែកអារម្មណ៍មែនតើពីមុនធ្លាប់តែឃើញគេហៅអ្នកតានៅប្រទេសខ្មែរយើងតែឥឡូវនេះហាបានមកមើលផ្ទាល់នៅសុខអ្នកតាយាយខ្ញុំនៅប្រទេសចិននេះហាគឺថាគេធ្វើធំមែនតើលើជនជាតិចិននៅនេះប្រាប់ថាចាការហៅអ្នកតានៅនេះហាគឺស័ក្តិសិទ្ធិមែនតើអ្នកដែលបានមើលហើយឆ្នាំថ្មីគឺដឹងតែរកស៊ីមានបានមានសំណាងមានលៀបមានជ័យមានទ្រព្យតោះបងប្អូនឥឡូវយើងចូលមកមើលការហៅអ្នកតានៅនេះជាមួយគ្នាដើម្បីបានផ្សំសំណាងទាំងអស់គ្នាចាបើគាត់វីដេអូមកគឺថាមនុស្សជុំគ្នាអ៊ូអរមែនតើបងប្អូនចង់ដឹងអត់ថាគេធ្វើអីហ្នឹងហើយសូម្បីតែក្មួយខ្ញុំក៏គេចាប់មក make up ដែរបងប្អូនហើយខ្ញុំពិតជាសរសើរពួកគាត់មែនតើដែលថាទ្រាំឲ្យគេ make up អញ្ចឹងបានណាហើយតែចង់ស្អាតបងប្អូនយល់ទៅម្នាក់អង្គុយឡើងស្ងៀមឲ្យគេ make up ឲ្យហ្មងតោះឥឡូវជួយឲ្យបងប្អូនឆ្ងល់ទៀតហើយគឺខ្ញុំមកប្រាប់ហ្មងចាគឺនៅសុខអ្នកតាយាយខ្ញុំនៅចិននេះគឺគេមានពិធីហៅអ្នកតាហើយពិធីហៅអ្នកតាហ្នឹងបងប្អូនគូថាគេធ្វើធំមែនតើបងប្អូននិយាយទៅគឺអាចនិយាយបានថាប្រចាំនៅភូមិសុខអ្នកតាយាយខ្ញុំហ្នឹងហ្មងហើយគឺថាពិតជាមានកិត្តិយសមែនតើបងប្អូនដែលមេភូមិគាត់បានអញ្ជើញអ្នកផ្ទះខ្ញុំក៏ដូចជានិយាយទៅបងប្អូនប្រុសក្មួយខ្ញុំចូលរួមនៅក្នុងពិធីហៅអ្នកតាហ្នឹងបងប្អូនដោយសារមិនមែនដូចថាយើងចង់ចូលចិត្តតែចូលបានទេដោយសារតែពួកខ្ញុំមកពីស្រុកក្រៅបងប្អូនដល់ពេលអញ្ចឹងទៅពេលមកហើសឈុតហ្នឹងរៀងហើសក្រោយគេអញ្ចឹងណាអញ្ចឹងបានក្មួយស្រីខ្ញុំគាត់ត្រូវចំឈុតពណ៌ខ្មៅនឹងអត់ស៊ីមួយគាត់ទេហើយបើនិយាយពីឈុតកូនស្រីក្រហមមិនគាត់ពាក់អង្គុយហ្នឹងបងប្អូននិយាយទៅស៊ីហ្មងស្អាតហ្មងឡើងខ្ជូតនិយាយទៅគាត់គូជាមួយនឹងក្មួយប្រុសខ្ញុំហើយក្មួយប្រុសធំខ្ញុំហ្នឹងគាត់ពាក់ឈុតឆៃសិនយេបងប្អូនគឺតំណាងឲ្យគេហៅថាព្រះនៃទ្រព្យសម្បត្តិណាអូសូនេះបងប្អូនមួយខ្ញុំនិយាយខុសចាំជួយកាយខ្ញុំផងឆៃសិនយេបកមកជាខ្មែរឲ្យត្រូវពាក្យចំហ្មងគេនិយាយថាមិនចាលើកទី1ក្នុងឆាកជីវិតខ្ញុំបងប្អូនដែលឃើញទស្សនភាពអញ្ចឹងគឺថាប្លែកភ្នែកប្លែកអារម្មណ៍មែនតើនិយាយរួមទៅធ្លាប់តែឃើញនៅស្រុកខ្មែរយើងគេហៅអ្នកតាអញ្ចឹងណាហើយលើកនេះគឺមកមើលនៅចិនផ្ទាល់គឺថាអូយពិតជាខុសគ្នាមែនបងប្អូនហើយមកមើលសក់កូនស្រីខ្ញុំបងប្អូនដូចស្ទៀវប្រុសអូយបងប្អូនដោយសារមិញខ្ញុំចង់សក់ឲ្យគាត់ថាគាត់ទៀងបោតចេញទៅឡើងចេញរៀងអញ្ចឹងហើយបងប្អូនងាកមកមើលឈុតការឈុតសកូនប្រុសកូនស្រីនេះស្លៀកអូយស្អាតមែនទេបងប្អូនចាបងប្អូនពេលដែលគេចាប់ដើមដង្ហែហ្នឹងគឺគេមានដុតផាវបានកឈូតអញ្ចឹងណាហើយបើនិយាយពីមនុស្សវិញគឺថាច្រើនកកមែនទេបងប្អូនទាំងអ្នកហែក៏ច្រើនអ្នកមកមើលគឺកាន់តែច្រើនទៀតបងប្អូនខ្ញុំឃើញក្មេងៗពាក់ឈុតហ្នឹងពេលហ្នឹងគឺថាខ្ញុំចង់ថតពេលហ្នឹងមកដោយសារគួរឲ្យស្រឡាញ់ពេកនិយាយរួមទៅគឺគេមានតាំងពីឈុតព្រះអង្គព្រះនាងមហាសត្យានីហើយជាមួយនឹងអាម៉ាតក៏មានដែរបងប្អូននេះក្មេងៗឈរសងខាងនេះហើយឈុតមេតបក៏មានដែរបងប្អូនក្មួយខ្ញុំហ្នឹងពាក់ឈុតមេតបហើយពិធីហៅអ្នកតាហ្នឹងគឺគេចាប់ផ្ដើមពីជួរកូនក្មេងទៅមុនបងប្អូនអញ្ចឹងនៅខាងឆ្វេងដៃកូនក្មេងគឺមានអាណាព្យាបាលរបស់គាត់ដោយសារតែការហៅអ្នកតាហ្នឹងគឺគេដើរយូរមែនតើអញ្ចឹងអាណាព្យាបាលគឺត្រូវការមើលថែក្មេងៗដែរអញ្ចឹងណាហើយបន្ទាប់មកបានចូលដល់ជួរវ័យជំទង់ហើយជួរវ័យជំទង់បងប្អូនសិតតែស្អាតហើយម្នាក់ស្លៀកឈុតអញ្ចឹងទៀតទៅគឺថាឡើងស្អាតដូចក្នុងរឿងហ្មងហើយបន្ទាប់មកទៀតគឺចូលដល់ជួរមនុស្សធំមានន័យថាចាប់ពីអាយុ20ឆ្នាំ30ឆ្នាំឡើងអញ្ចឹងណាចាឥឡូវមក hello ជាមួយនឹងបងប្រុសខ្ញុំមួយសិនហើយបងប្អូនមានចាប់អារម្មណ៍ឃើញថាជួរមនុស្សធំមកសុទ្ធតែប្រុសមកហៅអ្នកតាអត់ចាដោយសារក្នុងនោះក៏មានអត្ថន័យមួយដែរគឺមានន័យថាពួកគាត់មានកូនប្រុសនិយាយរួមទៅនៅចិនណាគឺគេនៅតែហ៊ានប្រកាន់ថាតើតើមានកូនប្រុសបានយើងមានមុខមានមាត់លយមានអ្នកស្នងតកោអញ្ចឹងណាហើយបងប្អូនគាត់នេះវិញខ្ញុំក៏ហក់បងប្អូនទេអត់មានជាប់សាច់ឈាមអីមួយខ្ញុំទេនិយាយរួមទៅដោយសារឃើញគាត់សង្ហាអញ្ចឹងទៅបានចាថតឲ្យប្រាប់ថាបងប្អូនសាច់ឆ្ងាយហើយខ្ញុំនិយាយអញ្ចឹងមិនមែនមានថានៅចិនគេអត់ស្រឡាញ់កូនស្រីនិយាយទៅស្រឡាញ់កូនស្រីដូចគ្នាគាត់ថានៅតាមជនបទស្រុកស្រែឧទាហរណ៍បើយើងមានកូនប្រុសគឺរៀងនេះជាងអញ្ចឹងណាដោយសារអាចស្នងតកោយើងបានហើយក្បួនហៅអ្នកតាហ្នឹងអត់ដឹងថាបងប្អូនមានសង្កេតឃើញអត់ទេនិយាយរួមទៅគឺគេហែពីអាយុកូនក្មេងទៅសិនបន្ទាប់មកបានចូលដល់វ័យជំទង់ហើយបានចូលដល់មនុស្សធំហើយបានចូលដល់វ័យកណ្ដាលហើយបានមនុស្សចាស់អូយកូនព្រះនាងខ្ញុំគឺថាគាត់ហៅឲ្យបងប្អូននិយាយរួមទៅអាណិតដល់ក្មេងៗដែរដោយសារការហែហ្នឹងបងប្អូនគឺថាត្រូវដើរគ្រប់ជ្រុងគ្រប់ច្រកគ្រប់ដង្ហែមគ្រប់ផ្លូវទាំងអស់មិនថាផ្លូវធំផ្លូវទូចទេនៅក្នុងភូមិហ្នឹងគឺគាត់ត្រូវដើរកាត់ទាំងអស់ហ្មងព្រោះអីហែអញ្ចឹងបានអាចនាំភាពសុខសាន្តសុភមង្គលនាំលាភនាំជ័យនាំទ្រព្យនាំប្រាក់នាំសម្បត្តិសំណាងជូនដល់អ្នកភូមិក៏ដូចជាយើងខ្លួនឯងជាអ្នកហែផងដែរនិយាយទៅយើងហែដល់ណាគឺអ្នកភូមិគាត់លើកធូបសែងដល់នឹងមកបងប្អូនគាត់តែឃើញពូអង្គុយលើតបក៏ដឹងថាស័ក្តិសិទ្ធិយ៉ាងណាដែរនិយាយរួមទៅគេរៀបក្បួនដង្ហែមានចាប់ពីវ័យកូនក្មេងវ័យជំទង់វ័យកណ្ដាលហើយចូលដល់វ័យមនុស្សចាស់ហ្នឹងគឺចង់ឲ្យអ្នកតាជួយការពារដល់កូនចៅគ្រប់ចំនួនគ្រប់វ័យតែម្ដងហើយចង់ប្រាប់បងប្អូនថាការហៅអ្នកតានៅសុខអ្នកតាយើងខ្ញុំហ្នឹងគឺថាស័ក្តិសិទ្ធិមែនតើអញ្ចឹងជាឱកាសហ្នឹងក៏ខ្ញុំចង់ជូនពរទៅបងអូនពូមីងទាំងអស់ដែលបានទស្សនាវីដេអូមួយនេះឲ្យមានសំណាងមានលៀបមានជ័យមានទ្រ
បរកស៊ីមានបានមានសុភមង្គលក្នុងក្រុមគ្រួសារចាបងប្អូនខ្ញុំ boy over ដល់កន្លែងដែលថាខ្ញុំបានប៉ះមុងសាយហ្នឹងបើខ្ញុំនឹកឃើញថាការហែអ្នកតាហ្នឹងគឺ already ហែ2ម៉ោងហើយបងប្អូនបើបងប្អូនសួរថា hot អត់ hot បងប្អូនគិតមើលដើរឡើង2ម៉ោងគាត់តែឃើញព្រះនាងតូចអូយគាត់គួយស្លាញ់មែនតើបងប្អូនអ៊ីងកាមេរ៉ាហ្នឹងហើយគាត់ដឹងដែរអញ្ចឹងទៅគឺពួកខ្ញុំសូមឈប់ពាក់កណ្ដាលទីឲ្យបងជិះមកដប់ទៅផ្ទះសិននិយាយរួមទៅយើងឈប់ពាក់កណ្ដាលទីបានបងប្អូនដោយសារតែយើងជាជួកូនក្មេងអញ្ចឹងកូនក្មេងតូចបងប្អូនដឹងហើយថាគ្នាអត់អាចហែដើរយូរបាននេះហើយណាមួយគឺខ្ញុំត្រូវការមកយកកូនខ្ញុំអញ្ចឹងណាបងប្អូននិយាយទៅគឺគាត់គេលក់បាត់ហើយស្ទះមែនតើបងប្អូននិយាយទៅឲ្យទៅហែអ្នកតាដល់ណាគឺស្ទះដល់ហ្នឹងហើយក្មួយស្រីខ្ញុំនេះគឺខ្ញុំអស់សំណើចមែនតើបងប្អូនគាត់ហត់ពេកហើយគាត់ឃ្លានពេកយកដល់ពេលឃើញកូនខ្ញុំពុំអឹមដោះកោចាគឺគាត់ចាប់យកមកសុំញ៉ាំដែរបើយកហ្មងអូខេបងប្អូនឥឡូវគឺខ្ញុំកាត់តមកដល់យប់ឡើងហើយបងប្អូនគឺពួកខ្ញុំមកដល់កន្លែងគេញ៉ាំអីណាហើយហាងហ្នឹងគឺអាចនិយាយបានថាលំបីនៅសុខណតាយើងខ្ញុំបងប្អូនមនុស្សតំងជួចច្រើនមែនតើហើយនៅនេះគេដើម្បីញ៉ាំថៃនេះបងប្អូនថៃនេះឆ្ងាញ់ណាស់ឡងផ្អែមតែម្ដងហើយគេមានរបៀបថាមហូបកញ្ចិកកញ្ចប់មានគ្រឿងសមុទ្រមានផាក់ឡូវមានអូយបងប្អូនច្រើនមុខមែនតើហ្មងហើយមនុស្សច្រើនមែនតើបងប្អូនមុនណាចាតំងជួទៅបានញ៉ាំគឺថាតំងជួរៀងយូរដែរបងប្អូនហើយមហូបប្លែកដែរតែមហូបផ្លាស់ស្រៀងនៅខ្មែរយើងដែរចាបងប្អូនកាទៀវកាត់នេះឆ្ងាញ់ហើយសម្រាប់មីគ្រឿងសមុទ្រនេះក៏ឆ្ងាញ់ដែរបងប្អូនឃើញនេះហ្នឹងគឺវឡុកចូលដល់ថ្ងៃថ្មីមួយទៀតហើយបន្ទាប់ពីពួកខ្ញុំញ៉ាំអាហារពេលព្រឹកហើយឥឡូវហ្នឹងគឺពួកខ្ញុំចេញដំណើរទៅសុខណតាយាយខាងម៉ាក់ខ្ញុំម្ដងចេញដំណើរពីសុខណតាយាយខាងប៉ាខ្ញុំហ្នឹងជិះមកសុខណតាយាយខាងម៉ាក់ខ្ញុំហ្នឹងប្រហែលជាចិត្ត1ម៉ោងបងប្អូន1ម៉ោងជាងដែរហ្នឹងហើយពេលចូលដល់សុខណតាយាយខាងម៉ាក់ខ្ញុំនេះគឺមានអារម្មណ៍ថាប្លែកមែនទេបងប្អូនរបៀបផ្ទះបុរាណកាន់តែច្រើនហើយផ្ទះបុរាណគេនេះគឺដូចក្នុងរឿងបុរាណហ្មងរបៀបស្អាតប្លែកម្យ៉ាងអូនិយាយចឹងបងប្អូនខ្ញុំតែមិននឹកឃើញថានៅសុខណតាយាយខាងម៉ាក់ខ្ញុំហ្នឹងក៏គេមានហែអ្នកតាដែរគាត់ថាពួកខ្ញុំមកអត់ចំពេលគេហែគេអត់ឌីហែហើយចឹងណាហើយបើនិយាយពីហែអ្នកតានៅសុខណតាយាយខាងម៉ាក់ខ្ញុំនេះហ្នឹងគឺកាន់តែពិសេសទៀតគឺរបៀបចាំមកដូចហាត់ក្បាច់គុណហ្មងដូចវីដេអូដែលខ្ញុំដាក់ឲ្យបងប្អូនមើលចឹងណារបៀបអូយបងប្អូនគឺថាឡើងអូយបបាយមកមើលផ្ទាល់គឺកាន់តែពិសេសកាន់តែជក់ភ្នែកទៀតគឺថាកាន់តែជក់ចិត្តអារម្មណ៍ចឹងណាបងប្អូនហើយពួកគាត់នេះគឺសិតតែជាក្មួយខ្ញុំបងប្អូននិយាយទៅ10ឆ្នាំមុនខ្ញុំមកដូច10ជាងឆ្នាំមុនខ្ញុំមកពួកគាត់នៅក្មេងណាដូចកូនក្មេងហ្មងហើយឥឡូវអូយក៏មុំអស់ហើយអូបងប្អូនមកសុខណតាយាយខាងម៉ាក់ខ្ញុំឈ្មោះផៅនេងហ្នឹងគឺត្រូវតែមកញ៉ាំអាហារសម្រន់នៅនេះគឺលំបាយមែនតែបងប្អូនជាពិសេសតៅគួននេះហាអូយឈ្ងុយហ្មងឈ្ងុយឆ្ងាញ់ហើយគាត់នេះគឺត្រូវជាក្មួយស្រីចដូននិយាយទៅពួកគាត់គឺក្មួយចដូនរបស់ខ្ញុំបងប្អូនហ្នឹងហើយហើយគាត់នេះខ្ញុំទៅចាំថាការ10ឆ្នាំខ្ញុំមក10ឆ្នាំមុនមកគាត់តែអាយុ3ឆ្នាំទេហើយឥឡូវគាត់13ឆ្នាំបងប្អូនឥឡូវគេកំមុំគេឧស្សាហ៍ឡើងស្អាតចាបងប្អូនដល់វគ្គចាក់អំប៉ាទៀតហើយដូចខ្ញុំប្រាប់បងប្អូននៅ vlog មុនអញ្ចឹងគឺថានៅចិនគេចូលឆ្នាំចិន15ថ្ងៃអញ្ចឹងក្នុងរំពេល15ថ្ងៃហ្នឹងតែយើងឃើញអ្នកដែលគាត់មានអាយុដូចថាក្មេងជាងយើងហើយគាត់នៅ single អត់ទាន់រៀបការទេគឺយើងត្រូវការយើងដូចថាយើងមានគ្រួសារអញ្ចឹងយើងត្រូវការឲ្យអំប៉ាទៅគេហើយក្មួយប្រុសចដូនម្នាក់នេះគឺថាគាត់ខ្ពស់ណាស់1.8ម៉ែត្របងប្អូនគាត់នៅ single ឯងបងប្អូនណាមានចំណាប់អារម្មណ៍ឲ្យទៅទូរស័ព្ទនេះនិយាយលេងបងប្អូនហើយកលេចមើលអូនឈីងអីនិយាយទៅគាត់លើកទី1មកសុខណតាយាយខាងប៉ាខាងម៉ាក់ណាបងប្អូនហើយគាត់មកដល់គឺគាត់ជាប់ស្នេហ៍មួយកន្លែងនេះអង្គុយនៅហ្នឹងហ្មងគាត់អត់ព្រមទៅណាយបងប្អូនខ្ញុំអត់យល់ទេហើយទៅតែខ្ញុំកុហកគាត់ប្រាប់ថាចាំម៉ាក់អីទៅក៏មិនកុហកដែរបងប្អូនគឺខ្ញុំប្រាប់ហ្មងថាចាំម៉ាក់នាំទៅចុចខាងបាយហូរមើលអីញ៉ាំចាបានគាត់ព្រមឲ្យខ្ញុំពោចេញមកតាមពិតពួកខ្ញុំញ៉ាំអាហារពេលថ្ងៃហើយបងប្អូនឲ្យញ៉ាំចៃទៀតតែដោយសារតែមកកន្លែងនេះគឺថាលំបីមែនតើបងប្អូនអាហារសម្រន់ហ្នឹងអញ្ចឹងគឺថាត្រូវតែញ៉ាំទោះបីជាឆ្អែតមិនក៏ដោយហើយងាកមកមើលប្តីខ្ញុំវិញចាគឺថាគាត់មកហាត់បាល់បោះគាត់បន្តិចបងប្អូនអញ្ចឹងចូលមកដំបូងគឺថារៀងកដុំឆែកបន្តិចគាត់ខានហាត់យូរបងប្អូនតែគាត់ពីមុនគាត់បកកែណាគាត់ចេះអាសៀកដូចថាស្លាំសៀកគាត់ចេះអាស្នៀតដូចថាគូវីខ្លួនកលាប់ចាក់ឲ្យបោះចូលចឹងណាហើយគាត់ថាឥឡូវគាត់ខាននេះយូរហើយអូនអ៊ីដូចថាកាត់ហូរសែនប៉ាចិត្តលេងបាល់បោះដែរចឹងណាហើយគាត់ថាអូប្តីខ្ញុំគាត់មកចេញមកស្នៀតនេះគឺថាភ្លុតចូលតែម្ដងចេះយកចូលមកខ្វល់ហើយអូខេបងប្អូនចាទន្ទឹមរង់ចាំយ៉ាងយូរឥឡូវតៅគួគឺថាជៀនហើយអានេះគេហៅថាព្រោនេញតៅគួប្រចាំសុខណតាយាយខ្ញុំហ្នឹងងទៅខាងក្រៅហ្នឹងគឺយើងអត់ត្រូវការដាក់ម្សៅអំពងទេគឺថាអំពងចេះមកវាស្រួយខាងក្រៅហ្នឹងគឺវាស្រួយចាប់មកបងប្អូនហើយខាងក្នុងតៅគួនោះគឺថាទុននិយាយទៅតៅគួជាធម្មតាយើងញ៉ាំទៅវាហឹងតែនេះអត់ទេខាងក្រៅស្រួយឆ្ងាញ់ខាងក្នុងទុនរបៀបថាទុនដូចតៅហ៊ូអញ្ចឹងតែនេះគេហៅតៅគួបងប្អូន
អូហើយគ្រឿងទឹកមុខខ្ញុំក៏ដឹងដែរបងប្អូនហើយជ្រលក់ទឹកជ្រលក់បោះបងថ្លៃចដោខ្ញុំគាត់ផ្សំមកគឺថាឆ្ងាញ់ហ្មងហើយរបៀបរសជាតិដើមហើយឈ្ងុយសណ្តែកហ្នឹងគឺថាពេញមាត់តែម្ដងបងប្អូនហើយនំនេះក៏ឆ្ងាញ់ដែរនំហ្នឹងសម្បកវាស្តៀងនំប្រឆាយយើងតិចតែគាត់ថា snow វាហ្នឹងវាប្លែកគេប្រើមាន snow ត្រាវតែក៏និយាយទៅក៏មិនមែនអត់ស្តៀងនំត្រាវស្រុកយើងដែរនិយាយរួមទៅគឺឆ្ងាញ់ទាំងអស់បងប្អូនហើយបន្ទាប់ពីញ៉ាំអីហើយឥឡូវគឺពួកខ្ញុំដើរមកមើលគេហៅថាសួនបន្លែដែរអាគូអាគីមអ្នកដាំអញ្ចឹងណាបងប្អូនហើយគឺថាអូយស្រស់មែនតើបងប្អូនហើយធំណាហើយបន្ទាប់ពីចេញពីសួនបន្លែគឺថាពួកខ្ញុំដើរមកមើលសួនបន្លែមួយទៀតនៅម្ខាងទៀតបងប្អូនអូខេនេះបានយើងដើរចេញពីសួនបន្លែមកដល់កន្លែងសួនច្បារគេហើយកន្លែងហ្នឹងគឺថាស្រស់ស្រាយមែនតើបងប្អូនរបៀបថាអូដូចនិយាយរួមទៅដោយសារផ្ទះខ្ញុំនៅស្រុកខ្មែរនេះហ្នឹងគឺនៅម្ដុំអូស័យហ្នឹងឯងអញ្ចឹងគឺរបៀបមានម៉ូតូមានឡានមានអីច្រើនអញ្ចឹងណាហើយគឺអ៊ូអររាល់ថ្ងៃរបៀបថារឿងថ្លង់ដែរពេលខ្លះតែមកដល់កន្លែងនេះគឺថា peaceful ស្ងប់ស្ងាត់អញ្ចឹងណាអារម្មណ៍ប្លែកម្យ៉ាងដែរតែខ្ញុំជឿជាក់ថានៅស្រុកខ្មែរយើងនៅតាមជនបទស្រុកស្រែក៏ថា peaceful អញ្ចឹងដែរនិយាយរួមទៅគឺខ្ញុំចូលចិត្តទៅដើរលេងថានៅតាមជនបទនៅអីចឹងណាហើយអូយបងប្អូនទៅនិយាយនេះហើយឥឡូវគឺថាដល់ពេលបាយពីសុកណៅខាងម៉ាក់អីហើយឥឡូវគឺថាគាត់កំពុងតែលាគ្នាចឹងណាបងប្អូនហ្នឹងហើយអូយច្រើនអ្នកមែនតើហើយគឺថាសប្បាយហើយគឺថាអូយលាលើកនេះអត់ដឹងថាពេលណាបានមកជួបគ្នាទៀតចឹងណារឿងនេះដែរបងប្អូនចាបងប្អូនឃើញនេះហ្នឹងគឺពួកខ្ញុំមកដល់កន្លែងថ្មីមួយទៀតហើយគឺក្រុមហ៊ុន Hyxing ដែលជាក្រុមហ៊ុនលំបីខ្លាំងប្រចាំប្រទេសចិនដែលគេធ្វើទូជ័របងប្អូនហើយបងថ្លៃខ្ញុំគឺអ្នកប្រាត់មុខយកមកលក់នៅស្រុកខ្មែរហ្មងអញ្ចឹងបងប្អូននេះជប់មកបងប្អូនមើលសិនក្រុមហ៊ុនលំបីហ្នឹងណាគឺមានចែកចាយពិភពលោកមកបងប្អូនមានទាំងនៅអាមេរិកជើមែនអាល្លឺម៉ង់អូស្ត្រាលីហើយជាមួយនឹងប្រទេសផ្សេងច្រើនទៀតបងប្អូនហើយនេះបងប្អូនអ្នកទូជ័រដែលបងថ្លៃខ្ញុំគាត់បង្ហាញហ្នឹងណានិយាយទៅគឺថាលយមែនតើខាងក្រោមមានកង់ហើយយើងកម៉ូបដកចេញបានហើយខាងក្នុងដាក់អវ៉ាន់បានច្រើនទៀតហើយមានគ្រប់ម៉ូដគ្រប់ចង់និយាយថាគ្រប់មុខតែម្ដងបងប្អូនហើយរបៀបថា useful មែនតើបងប្អូនដូចឃើញទូនេះអញ្ចឹងយើងអាចដកកម៉ូបវាចេញមកបានណាដកកម៉ូបចេញមកធ្វើជាតុក៏បានយើងធ្វើជាទូក៏បានដែរហើយយើងបើកខាងមុខក៏បានបើកខាងលើក៏បានដែរហើយយើងលើកចេញមកចង់និយាយថាមានកង់ទៀតទូមួយគឺមានកង់មកបងប្អូនមួយអ្នកកូនកង់នៅខាងក្រោមនេះហាចាហើយកម៉ូបហ្នឹងគឺយើងលើកមកធ្វើតុ picnic បានទៀតចាំមើលតិចខ្ញុំមានតុ picnic បងប្អូននេះបងប្អូននេះអូខ្ញុំមើលគាត់ចង់និយាយថាមើលបងថាខ្ញុំថតឲ្យគឺថាឡើងស្រឹមតែម្ដងបងប្អូនខាងក្នុងហ្នឹងយើងអាចដាក់ចក្រានដាក់ឆ្នាំងដាក់អីចឹងណាបងប្អូនពេលទៅ picnic ណាឡើងស្រឹមតែម្ដងបងប្អូននេះចាមានទទួលនេះមួយចាគឺថាអូនេះក៏លយដែរបងប្អូនរបៀបថានេះគឺយើងមានប្រឡោះគៀនចាំងអីហ្នឹងយើងចង់សៀតក្នុងប្រឡោះហ្នឹងក៏បានដែរហើយមានកង់ដូចគ្នាហើយកង់ហ្នឹងគឺយើងអាចឡុកបានទៀតហើយសម្រាប់ទូហ្នឹងគឺថាជ្រៅមែនតើបងប្អូនយើងបើកកម៉ូបមកខាងក្នុងគឺយើងដាក់បានអវ៉ាន់ច្រើនមែនតើបងប្អូនហើយសំខាន់គឺរូបរាងមួយស្អាតណាបងប្អូនរូបរាងស្អាតហ្មងហើយចង់និយាយថាទូទាំងអស់ហ្នឹងគឺលំបីមែនតើលក់ទូទាំង Amazon ហើយនៅក្នុង eBay ក៏មានហើយលំបីដល់ថា TikTok ស្រុកគេគឺថាអ្នកយូគេថាតារា TikTok ស្រុកគេគឺថានាំគ្នា unboxing ទាំងអស់ហើយគឺយកចង់ថាបន្ទាប់ពីបានថតឲ្យបងថ្លៃហើយឥឡូវគឺថាមកញ៉ាំអីមួយតកែ Hyxing បងប្អូនហើយគឺថាឆ្ងាញ់ចាឆ្ងាញ់និយាយទៅគឺនៅក្នុងហាងចង់និយាយថាហាងញ៉ាំអាហារពេលយប់ហ្នឹងគឺនៅក្នុងក្រុមហ៊ុន Hyxing ហ្នឹងហ្មងបងប្អូនក្រុមហ៊ុនគេធំណាមានទាំងចង់និយាយថាមានទាំង restaurant ខ្លួនឯងហើយមានកន្លែងគេហៅថាវាយពីងប៉ុងខ្លួនឯងទៀតដើម្បីបុកចង់និយាយថាអានេះគឺធ្វើមកដើម្បីឲ្យបុកកលិត Hyxing គេប្រើប្រាស់ហាបងប្អូនហើយមានវាយកូនហ្គោលអីមិនច្រឡប់ចូលទេបងប្អូនមានកូនហ្គោលរបៀបថាវាយគេហៅនេះបងប្អូននេះខ្ញុំផលិតគេហៅគេនេះនៅចុងមាត់បងប្អូនចាំជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងថានេះហៅគេអូខេបងប្អូនអញ្ចឹងសម្រាប់ vlog វីដេអូ China ទី2នេះគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅ vlog ចិនខាងក្រោយនឹងទៀតអូខេបាយបាយជម្រាបលាបងប្អូន love you ចាមើលចែបិទគូតចាវាយនេះមួយសិនចាមើលជើអត់អត់ជើចង់ប្រាប់បងប្អូនថាហេញ៉ៃទៅចិនលើកនេះគឺខ្ញុំមានយកទៅដោះគោ A2 នេះទៅគុំអីគឺថាបាក់កលាំងមកនិយាយទៅដោះគោ A2 សម្រាប់ខ្ញុំគឺជាត្រេងដែលបើកលាំងបើសុខភាពជំនួយដល់សុខភាពបងប្អូនហើយមិនមែនញ៉ាំតែខ្ញុំទេគឺញ៉ាំមកគ្រួសារហ្មងសូម្បីកូនខ្ញុំក៏ញ៉ាំដែរកូនខ្ញុំគឺគាត់អាយុ1ឆ្នាំហ្នឹងគឺខ្ញុំឲ្យគាត់ញ៉ាំជាប្រភេទដោះគោ A2 ហើយដោះគោ A2 ហ្នឹងគឺមានជាប្រភេទម្សៅនេះបងប្អូននេះម្សៅកញ្ចក់ចាហើយជាប្រភេទកំប៉ុងនេះទៀតបងប្អូននិយាយទៅគឺថាកំប៉ុងនេះស្រួលយកតាមខ្លួនណាកាលខ្ញុំទៅចឹងគឺខ្ញុំដាក់នេះឲ្យកូនខ្ញុំយកទៅចិនញ៉ាំហើយបើនេះគឺខ្ញុំឆុងឲ្យគាត់ញ៉ាំនៅផ្ទះហើយញ៉ាំគ្រូនិយាយទៅមកគ្រួសារខ្ញុំហ្មងហើយបងប្អូនប្តីខ្ញុំគាត់ញ៉ាំគាត់ញ៉ាំកាហ្វេអញ្ចឹងគឺគាត់ប្រើដោះគោ A2 នេះមកឆុងកាហ្វេញ៉ាំគឺថាឈ្ងុយឆ្ងាញ់អូចង់និយាយថាបេះមកបងប្អូន
សុំត្រៀមមួយម៉ាត់ទៀតហើយដោយសារមនុស្សខ្ញុំបើថាទឹកដោះគោជាមួយនឹងភេសជ្ជៈគឺខ្ញុំ prefer ញ៉ាំទឹកដោះគោជាងបងប្អូនដោយសារតែវាអត់មានជាតិស្ករហើយវាជំនួយដល់សុខភាពក្នុងនោះមានវីតាមីនកាល់ស្យូមមានវីតាមីនផ្សេងច្រើនមុខល្អសម្រាប់សុខភាពយើងច្រើនមែនតើបងប្អូនអត់ដូចភេសជ្ជៈអីគឺមានតែស្ករហ្នឹងហើយអញ្ចឹងញ៉ាំអានេះគឺថាល្អ best ហើយគឺថាជាពិសេសខ្ញុំពិតជា high recommend ទៅឲ្យបងប្អូនណាដែលគាត់ញ៉ាំទឹកដោះគោធម្មតាញ៉ាំហើយហីបងប្អូនគាត់អាចសាកជាមួយនឹងទឹកដោះគោ A2 នេះបានដោយសារតែទឹកដោះគោ A2 គឺគេផលិតចេញពីគោ A2 ពីប្រទេសអូស្ត្រាលី 100% ហ្មងអញ្ចឹងគឺគាត់ញ៉ាំទៅជំនួយដល់ប្រព័ន្ធអាហាររបស់គាត់ក៏ដូចជាជួយដល់កាពះពោះវៀនរបស់គាត់ឲ្យដំណើរការបានល្អហើយការពារកុំឲ្យរីកកុំឲ្យអីចឹងណាបងប្អូនហើយកូនក្មេងញ៉ាំគឺជួយដល់ការលូតលាស់របស់គាត់មនុស្សចាស់ញ៉ាំក៏ដូចគ្នាដែរជួយឲ្យសុខភាពរឹងមាំហើយជួយដល់ឆ្អឹងចាស់យល់ថាដូចម៉ាក់ខ្ញុំអញ្ចឹងញ៉ាំទៅគឺថាហើយសំខាន់រសជាតិឆ្ងាញ់បងប្អូនឈ្ងុយឆ្ងាញ់ហ្មងហើយមើលទៀតបងប្អូនណាដែលគាត់ដូចខ្ញុំយប់ឡើងគេអត់សូវបានបងប្អូនគិតច្រើនការងារច្រើនគិតច្រើន stress ច្រើនណាដាក់ទឹកដោះគោនេះមួយកំប៉ុងមុនចូលគេឬក៏យើងឆុងជាប្រភេទនេះដាក់ក្តៅទឹកក្តៅអូនណាបងប្អូនឆុងញ៉ាំចូលមុនចូលគេណាជួយដល់ការគេបានល្អមែនតើបងប្អូនដាក់មួយកែវទៅគេលក់ស្រួលហ្មងចង់និយាយថាល្អជាងញ៉ាំថ្នាំជំនួយគេទៀតបងប្អូនប្រែន A2 ណាគេមិនដើម្បីបងប្អូនដើម្បីទូទាំងអាចបានថាពិភពលោកប្រែនរបស់ប្រទេសញូហ្សេឡង់ហើយប្រទេសចង់ថាលំបីទាំងប្រទេសអូស្ត្រាលីទៅខ្ញុំនៅអូស្ត្រាលីគឺញ៉ាំតែទឹកដោះគោ A2 នេះបងប្អូនខ្ញុំឃើញទឹកដោះគោ A2 នឹងពេលណាគឺខ្ញុំនឹកដល់ចំណងអូស្ត្រាលីចឹងណាបងប្អូនអញ្ចឹងបើបងប្អូនត្រូវការទឹកដោះគោ A2 បងប្អូនមិនថាជាប្រភេទជាកំប៉ុងឬក៏ជាប្រភេទកញ្ចប់ឯគឺបងប្អូនអាចរកទិញបាននៅតាម Baby Mart ដែលនៅជិតផ្ទះបងប្អូនក៏ដូចជាអាចរកទិញបាននៅ Page A2 Cambodia បានណា